nhóm ban an suppose the importance of living និពន្ធដោយទស្សនវិទូចិនលីងអ៊ីថាងហើយនេះគឺជាមេរៀនធំចំនួន3ដែលខ្ញុំបានរៀនពីគាត់មេរៀនទី1គឺទស្សនវិទូចិនពិតជាធំទូលំទូលាយណាស់អ្នកនរគ្នាដែលខ្ញុំរៀនពីទស្សនវិជ្ជាដំបូងណាឈ្មោះដែលខ្ញុំបានឮគឺភាគច្រើនដូចជាសូក្រាត Aristotle Plato Marcus Aurelius Nietzsche អីអញ្ចឹងណាភាគច្រើនគឺពួកគាត់គឺជាទស្សនវិទូមកពីលោកខាងលិចហើយវាមិនមែនជារឿងអីដែលជាចម្ងល់ធំទេពីព្រោះសភៅភាគច្រើនដែលយើងបានបកប្រែមកឬក៏សេជាអង់គ្លេសគឺទៅសេដោយអ្នកនិពន្ធអង់គ្លេសនឹងឯងឬក៏យើងបកប្រែពីអ្នកនិពន្ធអង់គ្លេសអញ្ចឹងទៅចាអញ្ចឹងខ្ញុំតែងតែមានចម្ងល់មួយថាខ្ញុំចង់រៀនបន្ថែមពីទស្សនវិជ្ជាចិនបើទោះជាសភៅដែលខ្ញុំអានអត់សូវមានក៏ដោយតែខ្ញុំជឿថាចិនគេមានប្រវត្តិរាប់ពាន់ឆ្នាំហើយអញ្ចឹងវាមិនដែលថាគេអត់មានទស្សនវិជ្ជាឬក៏អត់មានអ្នកដែលមានការគិតមានចំណេះមានជំនាញដូចគ្នាអញ្ចឹងឯងសភៅនេះគឺបានស្រាយចម្ងល់ខ្ញុំច្រើនមែនតើពីព្រោះលីងអ៊ីថាងគាត់ផ្ទាល់គាត់មិនត្រឹមតែជាទស្សនវិទូទេគាត់គឺជាប្រវត្តិវិទូហើយគាត់ដឹងច្រើនមែនតើពីទស្សនវិជ្ជារបស់ប្រទេសចិនតាំងពីដើមមកអញ្ចឹងណាអញ្ចឹងឧទាហរណ៍ដូចនៅក្នុងសភៅនេះគឺគាត់បានលើកឡើងពីសម្រងសម្ដីនិងសំណេររបស់ទស្សនវិទូឬក៏អ្នកដែលល្បីនៅក្នុងប្រវត្តិសាស្ត្រចិនដែលគាត់ចូលចិត្តឬក៏គាត់គិតថាល្អអីអញ្ចឹងណាគឺមានច្រើនមែនតើទាំងអ្នកល្បីទាំងអ្នកអត់ល្បីហើយខ្ញុំក៏បានកត់ច្រើនដែរឈ្មោះដែលខ្ញុំចង់អានបន្ថែមសិក្សាបន្ថែមអញ្ចឹងណាមេរៀនទី2គឺឲ្យចេះស្រឡាញ់ជីវិតនៅក្នុងសភៅនេះផ្ទាល់ផងដែរគាត់បានលើកច្រើនដងដែរថាអញ្ចឹងតាមការគិតរបស់គាត់ឯណាភាពខុសគ្នាដ៏ធំមួយរវាងទស្សនវិជ្ជាបែបខាងលិចហើយនិងទស្សនវិជ្ជាបែបខាងកើតឬក៏ទស្សនវិជ្ជាចិនហ្នឹងគឺទស្សនវិជ្ជាបែបខាងលិចពេលខ្លះទៅគឺគាត់អាចនឹងចូលដល់ផ្នែកទ្រឹស្ដីខ្លាំងដូចថាគាត់ដោតខ្លាំងលើ logic លើទ្រឹស្ដីលើមូលហេតុពីមួយទៅមួយអញ្ចឹងណាផ្ទុយទៅវិញតាមការសង្កេតរបស់គាត់ទស្សនវិទូចិនពីដើមមករហូតមកដល់ឥឡូវក៏ដោយគឺផ្ដោតជាច្រើនទៅលើសំណួរតែមួយឯងតើមនុស្សយើងរស់នៅមិនខ្មិចទៅសុបាយមនុស្សយើងរស់នៅមិនខ្មិចទៅមានគុណធម៌មនុស្សយើងរស់នៅមិនខ្មិចទៅមានន័យហើយដោយសារហេតុនេះហើយទៅខាងប្រវត្តិចិនណាប្រហែលជាអត់សូវមានទ្រឹស្ដីអត់សូវមានអីច្រើន ism ដែលយើងឃើញនៅក្នុងទស្សនៈរបស់ខាងលោកខាងលិចទេប៉ុន្តែនៅចិនគឺគេបានរកឃើញចម្លើយជាច្រើនតាក់ទងនឹងថាតើមនុស្សយើងគួររស់នៅមិនឲ្យយើង enjoy ឲ្យយើងសប្បាយនឹងជីវិតហ្នឹងអញ្ចឹងដូចគ្នាផងដែរនៅក្នុងសភៅនេះលោកលីងអ៊ីថាងក៏គាត់បានចូលទៅជ្រៅក្នុងអកតាផ្សេងដែលគាត់គិតថាធ្វើឲ្យជីវិតគាត់មានន័យហើយគាត់ចង់ចែកម្លែកមកយើងអញ្ចឹងណាគាត់មានបែងចែកតាមចម្ពោះទៀតឧទាហរណ៍មានការដើរលេងមិនដែលជាការដើរលេងធ្វើឲ្យបន្ថែមន័យក្នុងជីវិតយើងជាជាងធ្វើឲ្យយើងហត់អត់អំពើតើការរៀនសូត្រមិនការចេះសោយសុខធម្មជាតិការចេះសោយសុខសិល្បៈទំនាក់ទំនងប្រស័យតាក់ទងជាមួយនឹងមនុស្សជាមួយនឹងគ្រួសារជាមួយនឹងមិត្តភ័ក្តិអីអញ្ចឹងណាហើយចម្ពោះដែលខ្ញុំចូលចិត្តជាងគេគឺការសោយសុខការផឹកតែគឺគាត់ទៅសេយ៉ាងច្រើនតាក់ទងនឹងថាតើយើងធ្វើមិនឲ្យការផឹកតែហ្នឹងវាជាផ្នែកមួយដែលផ្ដល់នៃជ្រៅជាងមុននៅក្នុងជីវិតយើងចាមេរៀននេះគឺវាត្រូវចិត្តខ្ញុំហ្មងពីព្រោះមុននឹងអានសភៅហ្នឹងទេក៏ខ្ញុំគិតអញ្ចឹងដែរខ្ញុំអត់ចូលចិត្តទៅអានតែទ្រឹស្ដីដូចថាទ្រឹស្ដីហៀកែងប៉ុន្តែដល់ពេលមកជីវិតខ្លួនឯងផ្ទាល់អត់មានជោគជ័យអត់មានភាពស្ងប់សុខអត់មានគុណធម៌អត់មានភាពចុះសម្រុងជាមួយអ្នកដទៃអញ្ចឹងទ្រឹស្ដីហ្នឹងវាហាក់ដូចជាអត់សូវមានប្រយោជន៍សម្រាប់ខ្ញុំទេអញ្ចឹងហើយបានជាពេលដែលខ្ញុំអានពីទស្សនវិទូមួយណាខ្ញុំព្យាយាមស្រាវជ្រាវពីជីវិតគាត់ដែរបើមិនជាគេចេញមកថាទស្សនវិទូហ្នឹងអត់សុបាយចិត្តនឹងជីវិតខ្ញុំអត់ចង់អានទស្សនៈរបស់គាត់ទេអាចនឹងអានប៉ុន្តែខ្ញុំអត់សូវចាប់អារម្មណ៍ហើយក៏អត់ចង់ធ្វើតាមដែរទស្សនវិទូដែលខ្ញុំសរសើរពេលខ្លះគឺគាត់មិនមែនជាទស្សនវិទូហើយអត់ចេះទាំងអក្សរទៀតពេលខ្លះខ្ញុំបានរៀនជាច្រើនពីពូហត់តុកឬក៏យាយលោកតាដែលនៅតាមខេត្តឬក៏អ៊ីលក់ចាប់រួយនៅចិត្តផ្ទះអីអញ្ចឹងដែលគាត់និយាយមកមានមេរៀនជីវិតដែលជាទស្សនៈម្យ៉ាងដែលចេញពីបទពិសោធន៍របស់គាត់ផ្ទាល់ទាំងអស់ហ្នឹងគឺវាមានន័យមានប្រយោជន៍សម្រាប់ខ្ញុំជាងទ្រឹស្ដីដែលមាន logic មានមូលហេតុប៉ុណ្ណាក៏ដោយប៉ុន្តែវាអត់ចេញពីបទពិសោធន៍ក្នុងជីវិតហើយវាអត់ធ្វើឲ្យអ្នកដែលបង្កើតទ្រឹស្ដីហ្នឹងគាត់សប្បាយចិត្តក្នុងជីវិតផងមេរៀនទី3គឺទទួលស្គាល់ភាពជាសត្វរបស់មនុស្សយើងអញ្ចឹងនៅមេរៀនហ្នឹងគឺគាត់បានលើកឡើងពីរឿងស៊ីយ៉ូជីរឿងដំណើរទៅទិសខាងលិចរឿងស៊ុនអ៊ូខុងហ្នឹងណាអញ្ចឹងគាត់លើកថាអញ្ចឹងសម្រាប់គាត់គិតថាតួទាំង4ដូចតួខាងជេងស៊ុនអ៊ូខុងប៉ាជេហើយនឹងកូនសិស្សទី3ហ្នឹងដូចលោកសង្ឃខ្សាច់អញ្ចឹងណា4ហ្នឹងគឺតាមពិតសិតតែជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សហ្មងអញ្ចឹងគឺខាងជេងគឺតំណាងឲ្យភាពវិនិច្ឆ័យเนาะភាពវិនិច្ឆ័យរបស់យើងគតិបណ្ឌិតឬក៏យើងអាចបកប្រែអង់គ្លេសគឺ wisdom របស់យើងអញ្ចឹងណាស៊ុនអ៊ូខុងគឺតំណាងឲ្យបញ្ញារបស់យើងថាយើងឆ្លាតប៉ុណ្ណាអញ្ចឹងទៅប៉ាជេគឺតំណាងឲ្យអារម្មណ៍របស់យើងតណ្ហារបស់យើងអញ្ចឹងណាហើយលោកសង្ឃសាច់គឺតំណាងឲ្យ common sense ខ្ញុំសូមបកប្រែថាសុភវិនិច្ឆ័យគឺការរស់នៅដោយតាមមូលហេតុដែលយើងគិត
ធម្មតាមិនបាច់គិតជ្រៅពេកសមហេតុសមផលអញ្ចឹងគាត់លើកកន្លែងហ្នឹងគាត់យកមកប្រៀបធៀបជាមួយនឹងទស្សនៈរបស់លោកខាងលិចទស្សនៈលោកខាងលិចជាច្រើនដែលយើងអាចអានខ្លួនឯងបានគឺគេព្យាយាមឲ្យយើងបំបត្តិភាពជាសត្វរបស់យើងបំបត្តិតណ្ហាបំបត្តិភាពភ័យខ្លាចបំបត្តិcommon sense របស់យើងអីអញ្ចឹងណាដែលយើងគិតថាសមហេតុសមផលអីហ្នឹងគេឲ្យយើងឲ្យតម្លៃតែលើតែ wisdom របស់យើងគឺគតិបណ្ឌិតរបស់យើងអញ្ចឹងឧទាហរណ៍ថាមានតួ4ហ្នឹងអញ្ចឹងគេប្រកាសជាថាកូនសិស្សទាំង3ហ្នឹងគឺអត់ប្រយោជន៍គឺអត់គួរដែលយើងស្ដាប់អត់គួរយើងទទួលស្គាល់ជាសិស្សផងមានតែមនុស្សម្នាក់ដែលមានប្រយោជន៍គឺខាងជេងព្រោះគាត់មានគតិបណ្ឌិតគាត់គិតរឿងត្រូវរហូតអញ្ចឹងណាប៉ុន្តែផ្ទុយទៅវិញនិយាយថាគាត់បានលើកឡើងថាតាមពិតបើទស្សនវិជ្ជាចិនវិញគឺភាគច្រើនគឺឲ្យយើងទទួលស្គាល់ធម្មជាតិទាំង4ហ្នឹងបានថា4ហ្នឹងគឺនៅក្នុងខ្លួនយើងគឺមានស្រាប់ហើយយើងត្រូវទទួលស្គាល់វាពីព្រោះបើយើងអត់ទទួលស្គាល់ភាពជាសត្វរបស់យើងគឺថាពេលដែលយើងខឹងពេលដែលយើងច្រឡោតពេលដែលយើងខ្ជិលពេលដែលយើងខ្លាចអីអញ្ចឹងណាយើងហ៊ុនវាចេញយើងអត់ទទួលស្គាល់កន្លែងហ្នឹងទេវាហាក់ដូចជាយើងធ្វើសង្គ្រាមជាមួយខ្លួនឯងអញ្ចឹងហើយយើងអត់ងាយឈ្នះទេទោះបីជាយើងឈ្នះក៏យើងអត់សប្បាយចិត្តនឹងខ្លួនឯងដែរអញ្ចឹងអ្វីដែលគាត់បានលើកទឹកចិត្តឲ្យយើងធ្វើហ្នឹងគឺឲ្យយើងទទួលស្គាល់ថាយើងនឹងមានទាំងអស់ហ្នឹងហើយគឺយើងមានអាប៉ាជេហ្នឹងនៅក្នុងខ្លួនយើងនឹងមានពេលខ្ជិលយើងនឹងមានពេលល្មមយើងនឹងមានពេលអីទាំងអស់គ្រាន់តែថាយើងទទួលស្គាល់វាទៅយើងមិនបាច់ទៅធ្វើសង្គ្រាមមួយវាទេចាអញ្ចឹងមិនបានន័យថាពេលដែលយើងមានអារម្មណ៍មិនល្អទាំងអស់ហ្នឹងគឺយើងឲ្យវាដឹកមុខយើងទេយើងធ្វើជាប៉ាជេហ្មងឯងអត់ទេគាត់ចង់ឲ្យយើងទទួលស្គាល់ប៉ុន្តែយើងមិនបាច់ធ្វើតាមទេយើងទទួលស្គាល់យើងកុំធ្វើសង្គ្រាមជាមួយវាយើងចាត់ទុកវាធ្វើដូចជាសិស្សរបស់យើងអញ្ចឹងណាហើយឲ្យអាកតិបណ្ឌិតរបស់យើងឲ្យការគិតរបស់យើងជាអ្នកណែនាំវាដូចខាងចេញណែនាំកូនសិស្សទាំង4កូនសិស្សទាំង3របស់គាត់អញ្ចឹងចាអញ្ចឹងមេរៀនហ្នឹងគឺធ្វើឲ្យខ្ញុំរៀងសប្បាយចិត្តជាងមុនដែររៀងទទួលស្គាល់ខ្លួនឯងច្រើនជាងមុនហើយពេលណាដែលខ្លួនឯងមានអចរិតទាំងអស់ហ្នឹងជាជាងវាយខ្លួនឯងឬក៏ថាឲ្យខ្លួនឯងអីអញ្ចឹងខ្ញុំសោចនឹងខ្លួនឯងវិញខ្ញុំសោចហើយខ្ញុំនៅតែធ្វើអីដែលខ្ញុំត្រូវធ្វើដែរទេគ្រាន់តែសោចដូចពេលយើងមើលរឿងណាប៉ាជេវាធ្វើអីដែលតាមតែចិត្តវាអញ្ចឹងទៅវាល្អសោចអញ្ចឹងណាយើងចាត់ទុកខ្លួនឯងដូចអញ្ចឹងតែក៏យើងនៅមានពេលដែលយើងឆ្លាតនៅមានពេលដែលយើងមាន common sense នៅពេលដែលយើងមានគតិបណ្ឌិតអីយើងនៅតែទទួលស្គាល់នឹងដូចគ្នានិយាយទៅទទួលស្គាល់ហើយឲ្យតម្លៃដូចគ្នាអញ្ចឹងជាសរុបមកសភៅមួយនេះគឺខ្ញុំ recommend មែនតើនិយាយមែន recommend ដោយសារតែមេរៀននៅក្នុងហ្នឹងឯងខ្ញុំជឿថាវាមានមេរៀនច្រើនហើយអ្នកខ្លះអាចនឹងយល់ស្របអាចនឹងមិនយល់ស្របខ្ញុំក៏អត់យល់ស្របទាំងអស់ដែរខ្ញុំមានកន្លែងខ្លះខ្ញុំអត់យល់ស្របមួយគាត់ទេប៉ុន្តែខ្ញុំ recommend ដោយសារគាត់ទៅសេល្អសោចអ្នកទាំងអស់គ្នាគាត់មានលេខហៅថា sense of humor គាត់ចេះកំប្លុកកំប្លែងគាត់ចេះប្រើពាក្យដែលគាត់ប្រើមួយគឺវាម៉ាត់វាត្រូវន័យហើយវាល្អសោចទៀតពេលដែលខ្ញុំអាននៅហ្នឹងខ្ញុំពិតជាសប្បាយនឹងអានណាវាអត់ជាសភៅទស្សនវិជ្ជាដែលយើងត្រូវពេលខ្លះបខំខ្លួនឯងដើម្បីអានទេអានេះគឺសប្បាយនឹងអានហ្មងពីព្រោះល្អសោចសម្រាប់ខ្ញុំល្អសោចហើយមានព័ត៌មានថ្មីរហូតអញ្ចឹងណាអញ្ចឹងខ្ញុំពិតជាលើកទឹកចិត្តថាណាគេចង់ចាប់អារម្មណ៍ចង់អានពីទស្សនវិជ្ជាចិនក៏ដូចជាចង់ដឹងពីរបៀបរស់នៅធ្វើម៉េចឲ្យមានន័យឲ្យសប្បាយជាងមុនគឺអាចសារអានសភៅនេះបាន The Importance of Living ដោយ Ling Yutang ចាអរគុណច្រើននេះគឺជាចុងក្រោយនៃវីដេអូរបស់យើងហើយអរគុណច្រើនដែលបានចូលមើលមកដល់ពេលនេះចុះអ្នកនរគ្នាវិញកំពុងតែអានសភៅអីឥឡូវហ្នឹងគឺអាចចែករំលែកនៅខាងក្រោមបានគេលោកខ្ញុំបានសភៅថ្មីដើម្បីអានហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងបាយជួបគ្នានៅវីដេអូក្រោយ